Sân chỉ lụa hay banประมาณได้อยู่ បើសិនជាអស់ដែលបានអាចជាវាអត់ដែលហក់ដល់30ម៉ឺនផងជួនអីបានត្រឹមតែ20ម៉ឺនទៅ25ម៉ឺនបានទិញទៅវិញអញ្ចឹងទៅយើងដោះស្រាយជីវភាពអីញ៉ាំខ្លះម្នាក់ឯងទៅព្រោះអីយើងអ៊ីអត់មានគិតកូនគិតចៅទេកូនគេអត់ទៅកូនគេបែកមានប្តីមានប្រពន្ធអស់ហើយអញ្ចឹងហ្នឹងហើយបាទជំរាបសួរនេះមីងបាទខ្ញុំមកពីម៉ាលីធីវីបាទបងប្អូនប្រិយមិត្តទាំងអស់ជាទីគោរពនិងជាទីរាប់អាននេះគឺជាការលក់ដូររបស់អាជីវករមួយដែលស្ថិតនៅក្នុងខេត្តបៃលិនទីរួមខេត្តតែម្ដងមុខសាលាខេត្តបងប្អូនណាបាទហើយគាត់លក់រទេះបាទរទេះកង់3ហ្នឹងគឺរុញលក់តែម្ដងនេះមីងណារុញលក់តែម្ដងបងប្អូនក៏លក់ផ្លែឈើសពតែម្ដងបងប្អូនណានេះគឺផ្លែឈើរីបាទបងប្អូនបាទផ្លែឈើរីគាត់នាំចូលពីគេទេមិនដាំខ្លួនឯងទេបងប្អូនណាបាទហើយសាវម៉ាវនេះជាសាវម៉ាវរបស់ខ្មែរយើងដែលស្ថិតនៅស្រុកសំឡូតនេះមីងណាចាបាទស្ថិតនៅស្រុកសំឡូតតបែកយើងនេះនៅបៃលិនយើងនេះទេតបែកក៏សំឡូតដែរក៏សំឡូតដែរភូមិខ្ជាយបាទតបែកនេះក៏សំឡូតដែរបងប្អូនមើលម្ដេចផងបាទក៏សំឡូតបងប្អូនហើយនេះគឺក្រូចនេះយើងនាំចូលហើយមិនក្រូចហ្នឹងប្រហែលជានាំចូលពួកអីខ្មែរយើងដូចជាបងប្អូនអើយលក់អត់ទៅដាច់ពណ៌រៀងអត់ទៅស្អាតតិចហើយបាទស្ងាត់មែនតើតំបន់បាទនិយាយចំទៅវាសម្បូរតែនៅកន្លែងផ្សារនេះមីងហ៎បើយើងនៅតែរៀងស្ងាត់តិចហ៎តាមផ្លូវចឹងផ្សារក៏យ៉ាប់ខ្លួនផ្សារក៏យ៉ាប់ដែរបើយើងអ្នកផ្សារត្អូនដែរអ្នកផ្សារត្អូនជាងអ៊ីដែរហ្នឹងបាទនេះមានកោបរបស់ខ្មែរយើងរបស់ខ្មែរខ្ញុំមិនលក់តាមផ្លូវហ្នឹងហ្មងតាមជួនដើរកលឹងទៅតាមភូមិមួយទៅភូមិមួយអញ្ចឹងទៅប៉ុន្តែយើងចតចឹងគេចតតិចអត់អីទេបងអូនឲ្យចតអចិន្ត្រៃយ៍អត់អីទេហ្នឹងហើយខាងនេះអីឥឡូវក៏មុនគេឃើញគេលក់ដូរឥឡូវគេលែងឲ្យលក់អីទេគេលែងឲ្យលក់អត់ស្អាតគេឲ្យលក់ទៅខាងក្រោយវិញចាបាទហើយចុកខាងជូននោះក៏លែងលក់ដែរសួនហ្នឹងគេលក់ទៅគេលក់យប់ល្ងាចបានមកហើយចាអូប៉ុន្តែក៏មុនដូចឃើញឆ្ងាយចេះក៏នៅមានដែរដឹងមិនឥឡូវដូចឆ្ងាត់ទៅអត់ដឹងអីទៅមកបែរគេឲ្យតែយប់ហ្នឹងគេលក់តែយប់ពួកអីកន្លែងហ្នឹងគេសួនដំហាយតែពេលយប់បាទពីមុនខ្ញុំមកឃើញគេលក់ឃើញនៅឥឡូវគេរៀបចំត្រឹមត្រូវហើយគេឲ្យតែយប់ទេគេឲ្យតែយប់ទេបាទបងប្អូននេះគឺជាទឹកដីនៃខេត្តបៃលិនបងប្អូនណាបាទខេត្តបៃលិនឥឡូវក្រុងបៃលិនខេត្តបៃលិនបាទខេត្តនេះល្បីល្បាញណាទឹកដីដំបងពេជ្រណាបងប្អូនបាទនៅក្នុងមុខមន្ទីរសុខាភិបាលខេត្តបៃលិនហើយក៏មុខសាលាខេត្តបៃលិនតែម្ដងបាទគាត់លក់ដូរនេះក្បែររោងកាហ្វេគេហាងកាហ្វេហើយនឹងហាងលក់បាយលក់អីគេនេះនៅម្ដងនេះនឹងឈ្មោះអីទេហាងលក់បាយគេនេះអត់ឃើញមានផ្លាកហើយក៏លក់មកកញ្ច្រែងទេបងប្អូនណាមកថាមកតេះកង់3ក៏រុញលក់បាទក៏រុញលក់ពីហ្នឹងទៅដល់ណាទៅនេះមីទៅមកគាត់ចាំគាត់ហ្នឹងបាទសាលារៀនទៅឈប់សាលារៀនតិចទៅបាទសាលារៀនស្ងាត់ចឹងទៅមកនៅបន្តិចទៅបាទដល់ពេលចឹងទៅចិត្តចេះដើរទៅបាទដល់ម៉ោងគេញ៉ាំបាយហើយគេហេវចំណីចឹងយើងដើរតិចទៀតទៅអញ្ចឹងហ្នឹងអូហើយដល់ពេលថ្ងៃចឹងត្រីរាជការធ្វើការចេញពីពេទ្យចេញពីអីមិញដូចអូនមិញចឹងគាត់ទិញហូបទៅគាត់ទិញញ៉ាំទៅបាទគាត់ទិញក៏អត់សូវវាយរឹកទេអូនហ្នឹងឲ្យតែរបស់អីគាត់ញ៉ាំទាំងអស់បាទរបស់ខ្មែរខ្ញុំសុំភ្លក់មួយសៅម៉ៅខ្មែរបាទនេះយកអាណារុះនេះរុះបងប្អូនវាយបាត់តាពណ៌អត់ទៅស្អាតក៏ប៉ុន្តែរសជាតិផ្សេងអត់ទៅមានជាតិគីមីទេបងប្អូននេះសាច់តូចតែសាច់តាន់ណាបងប្អូនណាបាទសាច់ច្រើនខែមានអញ្ចឹងចកាធំអញ្ចឹងទៅក៏តែងតែម៉ៅឲ្យអ៊ីលក់ឲ្យអ៊ីអញ្ចឹងដែរចកាធំអ៊ីលក់ចកាធំមែនទេអត់មានលក់ចកាទូចទេហើយចកានៅដល់ណាការសាម៉ៅកាអីនៅអែបអីនោះការសាម៉ៅនៅយើងចិត្ត66នេះក៏មានសម្លូតក៏មានហើយនេះអាម្ដុំចិត្តដីក្រហមសេឡូគេហៅសេឡូក្រហមក៏មានតែប៉ុន្តែគាត់តែតិចយើងមានពេលអញ្ចឹងយើងទៅបេះ4-10គីឡូម្ចាស់គេបេះឲ្យបានតែបានបើនៅសម្លូតនឹងច្រើនហើយសម្លូតដល់ដឹកឡានមកយើងចាំលើកទៅក៏បានដែរបំពេញរដូវហើយនេះបាទខ្ញុំអត់ទាន់ទៅដែរសម្លូត
ba bà bọn đây cứ ca sầm đây sầm na là bọn này mình tịch hay chẳng đấy dương tròn chẳng tử ចងទៅ ចាហើយលក់ក្នុងមួយថ្ងៃបើនេះរកទីតែឯងរស់តែឯង ម្នាក់ឯង ផ្ទះនៅក្រុងបៃលិនយើងនេះទេ នៅបៃលិនអ្នកបៃលិនតា អូអ្នកបៃលិននេះទេមិនជាអ្នកចម្ងាយទេអញ្ចឹងខ្វះអីអតិថិជនគាត់ដែលលក់ដូរនៅនឹងអញ្ចឹងអតិថិជនដែលនៅនឹងគឺស្គាល់តែមីច្បាស់ហើយ ស្គាល់ច្បាស់ លក់ប្រហែលឆ្នាំហើយមី លក់បើគិតទៅអ៊ីចង់និយាយថាពេលបៃលិនកើតផ្សារថ្ងៃណាគឺអ៊ីលក់ថ្ងៃហ្នឹង លក់ ដំ ចឹង បងឡាយអ៊ីទូលកជើរុញអតេះចេះចាក់ចាប់ចប់ចេះទៅដើរបោះឲ្យនាយអាយផ្សេងអីចឹងទៅទិញតាមចកាមកយកមកបោះចឹងទៅ លក់ចិញ្ចឹមកូនដល់ខ្លះចិញ្ចឹមកូន ឥឡូវកូនគេធំគេមានការងារធ្វើអស់ហើយ មន្ត្រីរាជការអីចឹងទៅ ចា អូព្រោះតែផ្លែឈើប៉ុណ្ណឹង តែគេបានប្រពន្ធនៅឆ្ងាយអីចឹងទៅ អត់មាននៅក្បែរទេ អត់មាននៅក្បែរគេគិតកូនគិតចៅគេដែរគ្នាវាអត់សូវជាណាស់ណាដូចតែគេដូចតែឯងដូចថាប្រជាជននៅក្នុងស្រុកក្នុងភូមិដែរចឹងណា បាទអញ្ចឹងបានន័យថាកូនប្រមាណនេះមី នៅកូន2 កូន2កូនតែ2ទេ ចាមួយនៅស្រុកកំរៀង មួយនៅស្រុកកំរៀង ចា គេធ្វើអីនៅស្រុកកំរៀងនោះ កំរៀងហ្នឹងគេប្រពន្ធគេគ្រូបរៀនគេកសិករធម្មតា បាទអ្នកចំការ អ្នកចំការស្នេហ៍ នៅខាងស្រុកយើងនេះខាងបៃលិនខាងកំរៀងខាងអីនេះគឺសម្បូរចំការបាទចំការគឺធំៗណា ចា ក៏ប៉ុន្តែចំការវាខ្វះទីផ្សារបន្តិចមែនទេមី ចាទី បាទ ទីផ្សារតូចដែរ សោយពេកទីផ្សារយើងដល់ចឹងទៅធ្វើឲ្យតម្លៃនៃចំការហ្នឹងវាអត់ទៅបានទីផ្សារល្អចឹងណា ហ្នឹង បាទហើយតាមរូបភាពចាក់ស្ដែងណាមីងណា ចា បាទអ្វីដែលយើងមើលឃើញការគិតណាហើយខ្នោនេះផ្អែមអត់ទេមីង ខ្នោ បាទ បែបមួយយ៉ាងម្នាក់ អត់ទៅផ្អែមទេ អានោះឆ្ងាញ់ផ្សេងអានេះឆ្ងាញ់ផ្សេង អានេះអត់មានការ៉ុតអានេះមិនពណ៌ការ៉ុតទេ គេចូលចិត្តអានោះពណ៌ផ្សេងអានេះពណ៌ផ្សឹង អានេះអត់ពណ៌ការ៉ុតទេ ហ្នឹងហើយអត់ពណ៌ការ៉ុតទេ បងប្អូននេះខ្នោគាត់ខ្ញុំភ្លក់សពរបស់គាត់ហើយផ្អែមដែរណាមីង ឆ្ងាញ់ បាទហើយស្រួយវា បែបផ្សេងហ្នឹងហើយ អានេះ1គីឡូប្រហែល បែបឆ្ងាញ់1គីឡូ5000 6000ហ្នឹងអីមិនដែលសូវលក់ពេញដូចគេអញ្ចឹងมันគេចូល តាម ចិត្ត ម៉ៅ1គីឡូប្រហែល តាមមក6000 តាមម៉ៅ6000តាមម៉ៅតិចទៀតបានថោកឥឡូវពងពេញផ្លាយសិន ឆ្នាំនេះប្រហែលជាមិនថោកទៅដឹង ព្រោះអត់មែនតាមម៉ៅនាំចូល ហ្នឹងហើយសាម៉ៅវានាំចូលអត់មាន ស្រុកបាទ គឺ បងប្អូនដែលមានចំការតាមម៉ៅធំត្រូវហើយព្រោះអីតាមម៉ៅបានថ្លៃ ចារបស់ខ្មែរយើងឥឡូវរឿងក្រាន់វិញ ជ្រកទឹកភ្លៀងចូលមកក្នុងទីម៉ាបាទបងប្អូនប្រិយមិត្តនេះគឺការលក់កញ្ចេចបានហើយលក់ជ្រាបជ្រប់តាមផ្សារតាមអីចឹងណាមីងណា ហ្នឹង បាទលក់មុខផ្សារមុខ យើងចាំងឲ្យក្មួយឲ្យទៅស៊ីឈ្នួលគេវាក៏យ៉ាប់ដែរ បាទលក់បានតិចតួច វា គាត់ រៀ ដោ ង ះស្រាយ ហត់ ជី ដែរ វភាពក្នុងការរស់នៅរបស់គាត់ ហ្នឹង បាទដាច់ធម្មតារបស់គាត់ចឹងទៅបាទពេលភ្លៀងវាអីមានជ្រកក្រោមហ្នឹងទៅឬក៏ចូលផ្ទះ ជ្រ គេ ក ចឹងដែរ ចូលផ្ទះ បា ចូល ទលក់ តាម តាម ផ្ទះ ហ្នឹង គេលក់តាមហ្នឹង បាទ ដុំ ស្គាល់អស់ហើយ ស្គាល់អស់ហើយ បាទ ផ្ទះណាក៏ជ្រកបាន បាទស្គាល់អស់ហើយបាទប្រិយមិត្តបងប្អូនដែលតាមដានម៉ាលី TV បងប្អូនឃើញហើយបាទអ្វីដែលខ្ញុំធ្វើផ្ដិតយករូបភាពភាគច្រើនខ្ញុំមិនជាផ្ដិតរូបភាពហឹកខែអីទេបាទមើលទៅចិត្តចុក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 អីចឹងទេដើម្បីបង្ហាញពីទស្សនវិជ្ជានៃការរស់នៅរបស់ប្រជាកសិករយើងក៏ដូចជាអាជីវករយើងគ្រប់លំដាប់ជាន់ថ្នាក់បាទសុទ្ធតែអញ្ចឹងទាំងអស់បងប្អូនណាបាទដើម្បីជីវភាពបាទហើយនេះជាទឹកដីនៃខេត្តបៃលិនឆ្ងាត់ណាបងប្អូនតាមផ្លូវក៏មិនសូវជាមានមនុស្សម្នាច្រើនដែរ មានមនុស្សទេ មួយរយៈពេលចុងក្រោយបន្ទាប់ពីយើងមានសង្គ្រាមនៃការឈ្លានពានរបស់ចៅហ្វីមដែលតែងតែរំលោភនិងឈ្លានពានយកទឹកដីរបស់យើងហ្នឹងបាទគ្រប់ទីកន្លែងទោះនៅតាមស្រុកកំរៀងក្តីនៅតាមព្រំដែនស្រុកសាលាសាលាក្រៅឬក៏នៅស្រុកភ្នំព្រឹកទៅពៅលូនអីក៏ឆ្ងាត់ដែរបងប្អូនបាទឆ្ងាត់ទី1គឺការភ័យខ្លាចរបស់បងប្អូនយើងមួយចំនួនតូចហើយទី2គឺបងប្អូនគាត់ដំណាក់ស្រុកទៅរកមុខរបរនៅស្រុកផ្សេងទីពិសេសទៅប៉ែកខាងភ្នំពេញក៏ដូចជាខាងកើតពេញអីចឹងទៅដើម្បីជិះវៀងឲ្យឆ្ងាយបន្តិច បាទ ពីព្រោះដើម្បីជីវភាព
នឹងការបង់ធនាគារនិយាយមកម៉ាត់ថាចំទៅគឺស្ពាក់បំណុលធនាគារស្ទើរតែគ្រប់គ្នានោះបាទដើម្បីដោះស្រាយជីវភាព កាមុនស្រួល បាទហើយស្រុកយើងជាស្រុកមានសក្តានុពលជាពិសេស ថៃវាក៏លុកចឹងទៅវេទនា បាទស្រុកហ្នឹងស្រុកស្រុកតែមានសក្តានុពលក៏ប៉ុន្តែមួយរយៈក្រោយបន្ទាប់ពីថៃអុកលុកយើងបាទថៃបាទធ្វើបាបយើងទៅធ្វើឲ្យតំបន់យើងទាំងអស់ហ្នឹងវាខ្លាចទៅជាតំបន់មួយដែលស្ងាត់មិនសូវមានមនុស្សម្នាច្រើនឬក៏ការរកស៊ីមានការធ្លាក់ចុះក៏ប៉ុន្តែទោះបីយ៉ាងណាក៏គ្រាន់បើជាងថៃ ចា បាទផ្សារបានឡែនថៃស្ងាត់ហ្មងអត់មានមនុស្សមកគ្រាប់ឡើយបាទន័យថាវាខ្មែរយើងចូលទៅទិញអត់មានអ្នកផ្សេងចូលទៅទិញខ្មែរយើងចូលទៅទិញហ្នឹងបាទចូលទៅទិញលក់ទៅណេះទៅណងដល់ពេលខ្មែរយើងចូលអត់កើតចប់អីចប់ហើយវាទៅលក់នៅណាផ្សារនៅខ្មែរនៅបកកើតដែរបាទផ្សារហ្នឹងគឺផ្សារសុទ្ធតែខ្មែរយើងទេអាជីវករអីផ្សារឡុងគឺក៏ចឹងដែរបាទនៅឡុងគឺក៏អត់មានមនុស្សដែរបាទស្ងាត់អស់ជិះដែននិយាយចំមកខាងប៉ោយប៉ែតយើងនៅមានមនុស្សបបោនៅឡើយហើយនៅខាងស្រុកកំរៀងក៏បបោយើងដែរអាចដោះស្រាយជីវភាពរស់ស៊ីបានគាត់បានជាខាងវាចាបាទចឹងបានន័យថាឥឡូវនេះកំពុងតែក្តៅទៀតនៅតាមព្រំដែនហើយវាបញ្ជូនកងទ័ពមកអីចឹងទៅប្រភេទវុធមកតាមព្រំដែនដើម្បីគំរាមកំហែងដល់ប្រទេសជាតិយើងបាទវាមើលឃើញប្រទេសយើងដូចថាខ្សោយជាងគេគេចេះតែអុកឡុកបំពេញឈ្លានពានអានេះគ្រាន់តែជាការភ្ជាប់សារភ្ជាប់ដើម្បីតំណាក់តំណងឲ្យបងប្អូនដឹងថាតែប៉ុណ្ណោះបាទអ្វីដែលខ្ញុំដើរតាមព្រំដែនណាបាទការឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមព្រំដែនគឺមានការភ័យខ្លាចដោយសារការចោលឈ្លានពានចេះតែទន្ទ្រានបាទចេះតែរំលោភរំកិលព្រំដែនចេះតែរាយបលាលួសរបងលួសអញ្ចឹងទៅហើយភ័យខ្លាចមួយទៀតគឺគាត់ភ័យខ្លាចតែមានសង្គ្រាមខ្លាចគាត់មានភៀសសឹកភៀសអីចឹងណាចាបាទពិបាកក្នុងការរស់នៅពីព្រោះបងប្អូនយើងនៅតាមព្រំដែនហ្នឹងច្រើនជាងនៅខាងថៃអត់ត្រូវមានទេបាទបងប្អូនប្រិយមិត្តតែតាមដាន Malik TV បងប្អូនបានជ្រាបច្បាស់ហើយសារហ្នឹងចប់ហើយបាទតែខ្មែរយើងបាត់ឲ្យវាលក់ប្រជាជនវាក៏យ៉ាប់ទៅចាត់ជាងយើងទៀតយ៉ាប់ដោយសារយើងជាអ្នកទៅទិញគេរបស់អន់យើងអ្នកទៅទិញដល់ពេលឥឡូវយើងឈប់ទិញហើយយើងវាមានអីអស់ចាបាទហ្នឹងហើយវាលក់អត់ចេញហ្នឹងបាទអរគុណណាស់ណាមីងណាបាទហើយអាជីវកម្មរបស់ណាមីងតែដកទៀតតែមុខបានរបស់គាត់ដោះស្រាយជីវភាពរបស់គាត់ហើយណាមួយគាត់ចិញ្ចឹមតែឯងទេណាមីងអាយុប៉ុន្មានហើយ60ជាងហើយ60ជាងឆ្នាំប៉ុន្តែមើលទៅដូចរឹងមាំហើយយកប្រឡូកមិនទៅនៅតែឯងយ៉ាងកូនបែកខ្លួនយ៉ាងកូនចៅកូនក្មួយទៅប៉ះខ្លានេះគេហៅទៅណែនេះគេហៅទៅនោះចឹងទៅអញ្ចឹងផ្ទះនៅក្បែរគ្នាទេក្បែរគ្នាអត់ទេកូនណាមួយនៅស្រុកកំរៀងមួយនៅបៃលិនយើងនេះប៉ុន្តែគាត់តែនៅផ្ទះផ្សេងគ្នាចាខ្ញុំប៉ះខ្លាញ់ខ្ញុំដេកជាមួយក្មួយនេះទៅអញ្ចឹងប៉ះទៅដេកជាមួយនោះមួយកូនចឹងទៅហ្នឹងហើយបាទថ្ងៃណាគេនឹកគេមកលេងចឹងទៅហ្នឹងហើយបាទល្អតែបាទអញ្ចឹងបាទមួយអត់មានអីទេមីណាបាទមីគាត់ទៅផ្សព្វផ្សាយបងប្អូនមើលអតេសគាត់ទៅរៀងចាស់តិចបងប្អូនសប្បុរសជនណាដែលចាស់ហើយទៅរាប់រកបាននៅតេសនឹងមួយថតទៀតបងប្អូនណាដែលរកតែបងប្អូនបាទអតេសកញ្ចប់កញ្ច្រប់មកបន្តិចហ្នឹងបងប្អូនបាទបើសិនជាបងប្អូនណាមានលុយមានកាក់អីបងប្អូនអាចជួយគាត់ទៅតាមរយៈនេះមីមានលេខទូរស័ព្ទអត់សុំអតេសថ្មីមកមានអតេសថ្មីលេខទូរស័ព្ទហៅទៅមីងហៅមីងហៅបដ ហៅលេខទៅដល់បាទស្គាល់អត់ចាំលេខហ្នឹងបាទលេខមីងលេខប៉ុន្មានហៅទៅព្រោះអីចេះគីឡូបងប្អូនគ្រប់ប្រជាជនគាត់អត់ចេះឆែកគីឡូបងប្អូនគាត់នេះហីណាអីម៉ៃឡើង20-30 ឆ្នាំហ្នឹងដែលបានអំណោយអីគេទេក្មួយអើយចាំកូនវេទនាដល់កចាអញឆែកលេខម៉ាំ1222ហី1202ហីបាទបងប្អូនប្រិយមិត្តនេះគឺលេខទូរស័ព្ទគាត់គឺ088បាទ24 01 584
បាទសំបីតែគាត់ចាំលេខរបស់គាត់ដែរបងប្អូនណាបាទខ្ញុំហៅម្ដងទៀតគឺ0882401 584បាទបងប្អូនណាចំណាប់អារម្មណ៍ចង់ជួយអតេះគាត់បន្ថ្លៃទេបងប្អូនណាបាទអតេះគាត់មួយឲ្យថ្មីស្រឡាងមកបាទមានកញ្ចក់អីដាក់ផ្លែឈើផ្លែអីក៏ល្អដែរបាទវាតំណងតិចដាក់កង់រឹងធំមួយស្រួលរុញអីចឹងណាបាទដើម្បីជួយគាត់ខ្មែរយើងទេបងប្អូនណាបាទមិនមែនគីកអីទេបងប្អូនជួយតាមរយៈទូរស័ព្ទគាត់ទៅបាទដែលខ្ញុំហៅមិញមិនបាច់ទៅតាមเพจរបស់ខ្ញុំអីទេបាទព្រោះខ្ញុំមិនទៅជានៅនឹងកន្លែងទេបាទហើយបងប្អូនអាចមកតាមរយៈគាត់ហ្នឹងមកសួររកឈ្មោះគាត់មានឈ្មោះអីឈ្មោះក្នុងភូមិមជីទឹកធាបាទទឹកធាបាទអ្នកមីងរុញអតេះនៅមុខសាលាខេត្តហ្នឹងខេត្តបៃលិនហ្នឹងបាទនេះបាទសិនជាយើងដូចថាខ្ញុំចង់និយាយថាបងប្អូនណាដែលមានសប្បុរសជនណាចង់ជួយគាត់អីក៏មកជួយតាមរយៈហ្នឹងទៅតាមលេខទូរស័ព្ទគាត់ឲ្យមករកគាត់នៅបៃលិនទៅបាទនៅភូមិក្បាលពលានបាទនៅភូមិក្បាលពលានមករកនៅនេះទៅបាទមករកតាមនេះទៅសួររកបាទមកជួបគាត់នៅមុខសាលាខេត្តគាត់លក់ជាប្រចាំរាល់ថ្ងៃដែររាល់ថ្ងៃបាទនៅកន្លែងនេះទេលើកលែងទៅឈឺគ្រុនបាទប្រិយមិត្តបងប្អូនទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អានគណៈពេទ្យទីអ្នកមីងខ្ញុំមនីធីវីហើយអ្នកមីងទឹកភាបាទសូមគោរពលាបងប្អូនជូនពរឲ្យបងប្អូនសុខសប្បាយទាំងអស់គ្នាបាទប្រកបការងារអីចេះតែបានសម្រេចហើយបងប្អូនកុំភ័យខ្លាចពេកបើមិនជាប្រទេសយើងមានប្រភេទការបែបនេះរកទីធម្មតាសិនទៅញ៉ាំថ្ងៃណាថ្ងៃនោះបាទទុកឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយបាទសូមអរគុណ